ដូចជាបបមួយឆ្នាំងយ៉ាងចឹង លោកតាខ្ញុំលើថាថ្ងៃស្អែកលោកមេភូមិបាក់សាលារៀនលោកតាកុំឲ្យខ្ញុំបដូរសម្លៀកបំពាក់មនុស្សស្រីវិញអីខ្ញុំចង់ទៅសាលារៀនណាទៅសាលារៀនគឺជារឿងរបស់មនុស្សប្រុសឯងគឺនៅក្នុងផ្ទះឲ្យស្ងៀមរៀបវិជាស្ត្រីឲ្យបានល្អទៅគឺបានហើយតាមើលទៅអាលីរបស់យើងគឺគួរតែចូលសាលារៀនបណ្ដុះបណ្ដាលបន្តិចទាក់ទងជាមួយនឹងគេឲ្យច្រើនហើយត្រូវរៀនសូត្រឲ្យច្រើនទៀតថ្ងៃក្រោយស្នងមុខរបររបស់គ្រួសារឆឹងយើងលោកតាឲ្យអាលីទៅកន្លែងបែបនោះតែម្នាក់ឯងគេនឹងខ្លាចខ្លាំងណាស់មែនទេមែនហើយលោកតាខ្លាចស្អីទៅលោកតាឲ្យខ្ញុំទៅខ្ញុំការពារអាលីជាវៀងត្រូវគេធ្វើបាបមិនបាច់ទេអាលីយើងទម្លាប់សនុកនៅក្នុងផ្ទះច្រើនឆ្នាំមកហើយពិតជាគួរតែទៅខាងក្រៅហ្វឹកហាត់ភាពក្លាហានបន្តិចមែនឯនេះគឺនៅក្នុងផ្ទះឲ្យស្ងៀមទៅនេះអយុត្តិធម៌ណាហេតុអីក៏អាលីទៅបានខ្ញុំទៅមិនបានមានអីដែលយុត្តិធម៌ឬអត់ទៅឯងគឺជានាងតែម្នាក់គត់របស់គ្រួសារឆឹងមិននឹងអាចលេចមុខលេចមាត់នៅខាងក្រៅរាល់ថ្ងៃបានទៅហើយនៅធ្វើផ្ដេសផ្ដាស់ជាមួយមិត្តភ័ក្តិឆ្កែឆ្មាឯងទាំងអស់នោះរាល់ថ្ងៃទៀតឯងថាទៅឯងដូចជាអ្វីទៅលោកតាពួកគេសុទ្ធតែជាមិត្តភ័ក្តិដែលលេងជាមួយខ្ញុំតាំងពីតូចដល់ធំលោកតាមិនអាចហៅពួកគេចឹងទៅនិយាយទៀតហើយភាពរំទុំជាកូនស្រីគ្រួសារណាមានបន្តិចក៏គ្មានដែរនៅហៅគ្នាថាបងប្អូនជាមួយនឹងពួកមនុស្សប្រុសទាំងនោះទៀតឯងនៅមានហេតុផលស្អីទៀតទៅពួកគេក៏មិនដឹងថាខ្ញុំជាមនុស្សស្រីដែរប៉ុន្តែតាដឹងឯងគឺជាមនុស្សស្រីនេះមិនអាចកែប្រែបានទេមិនអាចទេស៊ូម្ដាយគេមិនអប់រំគេថ្ងៃក្រោយឯងអប់រំគេឲ្យបានច្រើនទៅឯងធ្វើឲ្យអាលីងត្រូវតែដឹងថាអ្វីជាវិជ្ជាស្ត្រីអ្វីជាសិលធម៌ស្ត្រីពុកក៏កុំតាំងតែដាក់អាពីងយ៉ាងនេះដែរអីមួយចំហៀនទៅភ្លាមឲ្យគេកែប្រែខ្លាំងយ៉ាងនេះគេក៏ពិបាកទទួលយកដែរគេមានអ្វីដែលទទួលយកមិនបានទៅរឿងមួយនេះគឺសម្រាប់អញ្ចឹងហើយចាប់ពីពេលនេះតទៅមិនអោយឯងដើរចេញពីទ្វារធំគ្រួសារឆឹងមួយចំហៀននោះទេលោកតាចេញទៅចេញទៅឯងកុំទទួលស្គាល់លោកតាយើងម្នាក់នេះអសោះម៉ែមិនអីទេមិនស្លាប់ទេអ្នកនាងយ៉ាងម៉េចហើយមិនអីទេអ្នកនាងមកពីណាទៅខ្ញុំនិយាយខុសហើយគឺអ្នកប្រុសតូចអ្នកប្រុសយ៉ាងម៉េចទៅហើយនឹងតើរងទុកលំបាកអីមែនទេមិនឲ្យយំទេម៉ែអប់រំឯងយ៉ាងម៉េចកូនប្រុសមានទឹកភ្នែកមិនងាយសម្រក់ទេឯងមិនមែនជាក្មេងប្រុសទៀតទេស្រែកយំបែបនេះដូចជាស្អីទេប៉ុន្តែអ្នកប្រុសតូចគឺជាមនុស្សស្រីច្បាស់ណាស់អ្នកនាងឯងបិទមាត់ទេខ្ញុំប្រាប់ឯងហើយថាគេគឺជាមនុស្សប្រុសហើយបើឲ្យខ្ញុំស្ដាប់ឮឯងនិយាយថាជាមនុស្សស្រីទៀតចាំមើលខ្ញុំចាត់ការឯងយ៉ាងម៉េច